នេះកំពុងតែស្វែងរកយុទ្ធសាស្ត្រដែលអាចជួយទាំងអស់គ្នានៅក្នុងការយកឈ្នះទីផ្សារអូខេសូមមើលវីដេអូនេះតោះមកដល់ចំណុចនេះខ្ញុំជឿថាបងប្អូនដៃថ្មីយើងភាគច្រើនតែងតែសួរទៅអ្នកស្គាល់គ្នាឬមួយក៏រៀនច្បងនៅក្នុងវិស័យ trading តាក់ទងទៅនឹងយុទ្ធសាស្ត្រមួយណាដែលអាចជួយនៅក្នុងការយកឈ្នះទៅលើទីផ្សារអីចឹងទៅហើយក៏មានបងប្អូន trader យើងខ្លះទៀតធ្វើការផ្លាស់ប្ដូរពីយុទ្ធសាស្ត្រមួយទៅយុទ្ធសាស្ត្រមួយពីយុទ្ធសាស្ត្រមួយទៅយុទ្ធសាស្ត្រមួយអាចជា Smart Money ICT Pattern Trendline Elot Wave អីចឹងទៅដែលពួកគាត់គិតថាស្វែងរកយុទ្ធសាស្ត្រណាដែលអាចជួយគាត់នៅក្នុងការយកឈ្នះទៅលើទីផ្សារហើយគ្នាយើងខ្លះទៀតក៏ធ្វើការផ្លាស់ប្ដូរពី mentor មួយទៅ mentor មួយដើម្បីស្វែងរកកំណប់នៅក្នុងវិស័យ trading អីចឹងទៅអូខេនិយាយលេងទេតោះប្រសិនបើទាំងអស់គ្នាកំពុងតែស្វែងរកយុទ្ធសាស្ត្រដែលអាចជួយទាំងអស់គ្នានៅក្នុងការយកឈ្នះទៅលើទីផ្សារបានអូខេអង្គុយចុះហើយមានប្រមាណសំណួរសួរទៅកាន់ទាំងអស់គ្នាតោះនៅពេលដែលអារម្មណ៍របស់ទាំងអស់គ្នាប្រាប់ថាកុំធ្វើការជួញដូរបិទឆាតហើយសម្រាប់ទាំងអស់គ្នាធ្វើបានឬក៏អត់នៅពេលដែលអារម្មណ៍របស់ទាំងអស់គ្នាប្រាប់ថាចំណេញប៉ុណ្ណឹងបានហើយបិទ position ហ្នឹងទៅទាំងអស់គ្នាធ្វើបានឬក៏អត់នៅពេលដែលអារម្មណ៍របស់ទាំងអស់គ្នាប្រាប់ទៀតថាខាតប៉ុណ្ណឹងបានហើយបិទ position ហ្នឹងទៅទាំងអស់គ្នាធ្វើបានឬក៏អត់នៅពេលដែលអារម្មណ៍របស់ទាំងអស់គ្នាប្រាប់ទៀតថាជួញដូរត្រូវតែប្រើប្រាស់ SL ទាំងអស់គ្នាធ្វើបានឬក៏អត់ប្រសិនបើទាំងអស់គ្នាធ្វើអត់បានទេអូខេគិតឡើងវិញថាខ្លួនឯងគួរណាស់តែស្វែងរកយុទ្ធសាស្ត្រសម្រាប់ការយកឈ្នះទៅលើទីផ្សារទៀតឬក៏អត់ហើយអ្វីដែលខ្ញុំនិយាយពេលនេះមិនមែនមានន័យថាយុទ្ធសាស្ត្រដែលទាំងអស់គ្នាកំពុងតែប្រើវាអត់អាចយកឈ្នះទៅលើទីផ្សារបានទេ No ខ្ញុំមិនមែនសំដៅទៅលើរូបភាពបែបហ្នឹងទេប៉ុន្តែអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់គឺតាក់ទងទៅនឹងខ្លួនប្រាណរបស់ទាំងអស់គ្នាតាក់ទងទៅនឹងការគ្រប់គ្រងខ្លួនឯងការយកឈ្នះទៅលើខ្លួនឯងមានន័យថាទាំងអស់គ្នាអត់អាចយកឈ្នះទៅលើខ្លួនឯងបានផងហ្នឹងហើយសំណួរសួរថាមូលហេតុអីបានមិនស្វែងរកវិធីដែលអាចជួយទាំងអស់គ្នាឲ្យដឹងឬក៏រៀនពីរបៀបសម្រាប់ការគ្រប់គ្រងខ្លួនឯងបែរជាទៅស្វែងរកយុទ្ធសាស្ត្រទៅស្វែងរកវិធីដែលអាចជួយទាំងអស់គ្នាឲ្យយកឈ្នះទីផ្សារបានទៅវិញវាមិនខុសអីពីយើងឈឺផ្សេងហើយយើងលេបថ្នាំផ្សឹងដែលយើងគិតថាឈឺនេះតែយើងមិនលេបថ្នាំឈឺឧទាហរណ៍ថាយើងឈឺក្បាលយើងមិនលេបថ្នាំឈឺក្បាលយើងបែរជាទៅលេបថ្នាំសរសៃទៅវិញអញ្ចឹងមានន័យថាវាអាចកើតទៅជាជំងឺរ៉ាំរ៉ៃសម្រាប់ទាំងអស់គ្នាថាមិនត្រូវអាចនឹងមានរូបភាពផ្សេងក៏ថាបានដែរអញ្ចឹងខ្ញុំនិយាយនេះអ្វីដែលខ្ញុំអាចដាស់តឿនទៅកាន់ទាំងអស់គ្នាបានគឺស្វែងរកវិធីឬក៏រៀនពីរបៀបគ្រប់គ្រងខ្លួនឯងរៀនពីរបៀបយកឈ្នះខ្លួនឯងជាមុនពេលដែលទាំងអស់គ្នាចង់រៀនពីរបៀបឬក៏ស្វែងរកយុទ្ធសាស្ត្រដែលអាចជួយទាំងអស់គ្នានៅក្នុងការយកឈ្នះទីផ្សារទាំងអស់គ្នាសាកគិតទៅក្រោយ5នាទីចាប់ផ្ដើមពីពេលដែលទាំងអស់គ្នាមានគំនិតនៅក្នុងការយកឈ្នះទីផ្សារចង់យកឈ្នះទៅលើទីផ្សារទាំងអស់គ្នាជួបរឿងអីខ្លះទាក់ទងទៅនឹងបទពិសោធន៍ឬក៏សល់តែមកត្រឹមភាពដាច់ account សល់តែមកត្រឹមបទពិសោធន៍ដ៏គ្រូគ្រៀតសល់ខ្មោច account កោឬភ្នំអីចឹងទៅអូខេអញ្ចឹងគិតឡើងវិញហើយគូបញ្ជាក់ទៅកាន់ទាំងអស់គ្នាផងដែរថាខ្ញុំយល់ពីភាពថាទាំងអស់គ្នាចង់បាន profit ចេញពីវិស័យ trading អីចឹងទៅប៉ុន្តែអ្វីដែលខ្ញុំអាចដាស់តឿនបានថាវិស័យ trading មិនមែនថាយើងលំហើយបានប្រាក់ចំណេញទេប្រសិនបើទាំងអស់គ្នាចង់បានប្រាក់ចំណេញចេញពីវិស័យ trading ត្រូវតែ make sure ថាទាំងអស់គ្នាមានបទពិសោធន៍មានចំណេះដឹងដ៏ត្រឹមត្រូវដូចគ្នាទើបទាំងអស់គ្នាអាចបង្កើតប្រាក់ចំណេញចេញពីវិស័យ trading បានហើយមួយវិញទៀតយុទ្ធសាស្ត្រវាគឺជារឿងដែលសំខាន់ប៉ុន្តែយ៉ាងណាមិញ psychology វានៅតែជារឿងដែលឈានមុខជាងនឹងទៅទៀតមានន័យដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងមិនខ្វល់ថាយុទ្ធសាស្ត្ររបស់ទាំងអស់គ្នាល្អប៉ុណ្ណាទេប្រសិនបើទាំងអស់គ្នាអសមត្ថភាពនៅក្នុងការគ្រប់គ្រងខ្លួនឯងទាក់ទងទៅនឹងការជួញដូរអាចថាគូចេញពេលណាគូចូលពេលណាខាតប៉ុណ្ណឹងហើយគូបិទ position ឬក៏អត់ប្រសិនបើទាំងអស់គ្នាសម្រេចចិត្តអត់បានវាបង្ហាញពីការអសមត្ថភាពរបស់ទាំងអស់គ្នាហើយប្រសិនបើទាំងអស់គ្នាអសមត្ថភាពនៅក្នុងការគ្រប់គ្រងខ្លួនឯងអ្វីដែលទាំងអស់គ្នានឹងទទួលបានគឺតាក់ទងទៅនឹងការខាតបង់ទៅប៉ុណ្ណឹងអញ្ចឹងអ្វីដែលខ្ញុំនិយាយពេលនេះគ្រាន់តែជាសារដាស់តឿនទៅកាន់ទាំងអស់គ្នាថារៀនពីរបៀបយកឈ្នះខ្លួនឯងជាមុនពេលដែលទាំងអស់គ្នាចង់រៀនពីរបៀបដែលអាចយកទៅប្រើប្រាស់នៅក្នុងការឈ្នះទៅលើទីផ្សារអញ្ចឹងសរុបមកសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអរគុណ